សូមក្រាបថ្វាយបង្គំដល់គុណព្រះរតនត្រ័យគុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃជាទីរលឹកក៏សូមចម្រើនពរដល់ញាតិញោមជាពុទ្ធបរិស័ទទាំងឡាយផងនេះគឺជាខ្លោងទ្វារដីឆ្នាំងដែលនៅភាគខាងជើងនៃអង្គរធំកំពុងតែធ្វើដំណើរនៅតាមដងផ្លូវចំពោះទៅរកនៃប្រាសាទបន្ទាយព្រៃបើសិនតែពុកម៉ែបងប្អូនពេញចិត្តនឹងវីដេអូនេះក៏សូមជួយចុច Subscribe Like និង Follow ផងនេះគឺជាដងផ្លូវចំពោះទៅប្រាសាទបន្ទាយព្រៃពោពេញទៅដោយព្រៃព្រឹក្សាអ្នកតាវัวល្អខៀវស្ងាត់អមសងខាងផ្លូវឬក៏អមតាមដងវិថីនេះគឺធ្វើដើម្បីគឺដ៏ស្អាតដែលជាក្រុងបុរាណខ្មែរយើងសូមញាតិញោមទាំងឡាយទស្សនានេះគឺជាប្រាសាទព្រៃដែលនៅក្បែរនឹងប្រាសាទបន្ទាយព្រៃដូចគ្នាកំពុងតែធ្វើដំណើរដោយថ្មើរជើងចំពោះទៅរកធ្វើដំណើរជើងដោយតាមផ្លូវលំក្រាលគ្រុះក្រហមប្រាសាទបន្ទាយព្រៃនិងបន្ទាយប្រាសាទព្រៃនិងប្រាសាទបន្ទាយព្រៃនៅក្បែរគ្នាដូចជាបងប្អូនដែលនៅសម័យនោះគឺមានព្រះមហាក្សត្រមានបងប្អូន2នាក់បានកកើតនៃប្រាសាទបុរាណនេះទាំងពីរហើយក៏សោយរាជក្បែរគ្នាដែរនេះគឺបានមកដល់ទីតាំងនេះហើយអាត្មាភាពក៏នឹងរៀបរាប់អំពីភូមិសាស្ត្រនៅតំបន់នេះភូមិបច្ចុប្បន្នដែរភូមិនេះប្រាសាទនេះស្ថិតនៅក្នុងភូមិលៀងដៃឃុំលៀងដៃស្រុកនគរធំខេត្តសៀមរាបអស់លោកស្រីនាងកញ្ញាបើមានបំណងចង់មកកំសាន្តនៅប្រាសាទបន្ទាយព្រៃនេះក៏សូមធ្វើដំណើរចេញពីក្រុងសៀមរាបចំពោះមកក្រុងអង្គរធំរួចក៏បន្តមកទ្វារខាងជើងខ្លងទ្វារខាងជើងឬក៏ទ្វារដីឆ្នាំងតាមផ្លូវរង្វង់ធំមកដល់ប្រាសាទព្រះខ័នចំពោះមកចូលច្រកខាងកើតនឹងឃើញប្រាសាទបន្ទាយព្រៃនៅខាងឆ្វេងដៃក៏រួចធ្វើដំណើរចុះតាមបន្ទាយព្រៃនៅខាងឆ្វេងផ្លូវលំបុរាណនៅទិសខាងជើងនឹងឃើញប្រាសាទបន្ទាយព្រៃរួចក៏ធ្វើដំណើរបន្តមកប្រាសាទបន្ទាយព្រៃនេះបន្តិចទៀតនឹងឃើញប្រាសាទបន្ទាយព្រៃនេះនៅខាងឆ្វេងដៃហើយបងប្អូនទស្សនិកជនជាទីមេត្រីប្រាសាទបន្ទាយព្រៃបានកសាងឡើងដោយស្នាមព្រះហស្ថរបស់វីរក្សត្រខ្មែរកន្លែងនេះលោកគ្រូក៏បានរៀបរាប់អំពីប្រវត្តិសាស្ត្រគាត់គឺជាលោកគ្រូខ្លាំងខាងវិទ្យាសាស្ត្របង្ហាញរៀបរាប់អំពីប្រវត្តិសាស្ត្រនៃប្រាសាទបន្ទាយព្រៃនេះចែកជូនដល់សាមណនិស្សិតដែលជាអ្នកចុះសិក្សាស្រាវជ្រាវនៅវត្ថុបុរាណឬក៏អក្សរសិលាចារឹកទៅតាមប្រាសាទនានានៅក្នុងខេត្តសៀមរាបក៏សូមពុកម៉ែបងប្អូនរងចាំលោកគ្រូបកស្រាយពន្យល់អំពីប្រាសាទនេះដែលកសាងឡើងដោយព្រះបាទជីវរ្ម័នទី7និងប្រាប់ហេតុផលថាកសាងឧទ្ទិសដល់អ្នកណាលោកគ្រូគាត់គឺជាអ្នកស្ថាបត្យកម្មក្រសួងអប្សរាបានប្រគល់តួនាទីឲ្យគាត់ខាងស្ថាបនានៃប្រាសាទបន្ទាយព្រៃនេះឡើងហើយក៏ពុកម៉ែបងប្អូនរងចាំគាត់បកស្រាយអំពីប្រវត្តិរឿងនៃប្រាសាទថាប្រាសាទហ្នឹងឧទ្ទិសទៅដល់ទេពអីគឺយើងមើលនៅលើចម្លាក់ដែលសំខាន់បូកផ្សំនឹងសិលាចារឹកដូចខ្ញុំនិយាយខាងដើមហ្នឹងនេះគឺព្រះពោធិសត្វបាទភាសាខ្មែរបុរាណយើងហៅថាព្រះលោកកេសោបាទលោកកេសោណាលោដាក់សអោកដាក់សអេសដាក់សអូនឹងរណាដូចព្រះឥសូរដែរយើងសរសេរស្រៀងព្រះឥសូរដែរខ្ញុំចង់បញ្ជាក់ចេះពុទ្ធសាសនាមហាយាននៅក្នុងរាជព្រះបាទជ័យវរ្ម័នទស្សនៈនៃពុទ្ធសាសនានឹងអត់មានអីខុសប្លែកពីព្រហ្មញ្ញសាសនានៅក្នុងរាជមុនប្រហែលទេណាគឺមានលក្ខណៈស្ទើរតែដូចគ្នាម្ល៉េះហើយបានជាយើងនៅប្រាសាទប្រខ័នយើងឃើញព្រះអង្គយកពុទ្ធណាដាក់ពីលើហើយមានគ្រុឌមាននាគនៅជាមួយគ្នាគ្រុឌជាយានជំនិះរបស់អាត្មាភាពនឹងរៀបរាប់ពីប្រាសាទនេះថាកសាងឡើងដោយស្ដេចអង្គណាប្រាសាទដ៏អស្ចារ្យនេះគឺប្រាសាទបន្ទាយព្រៃកសាងឡើងដោយជ័យវរ្ម័នស្ដេចជ័យវរ្ម័នទី7ចុងសតវត្សទី12និងដើមសតវត្សទី13ប្រាសាទបន្ទាយព្រៃនេះកសាងសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនាលទ្ធិមហាយាននេះ
បើតាមការស្រាវជ្រាវរបស់អ្នកបុរាណវិទ្យាទស្សនិកជនជាទីរាប់អានប្រាសាទបន្ទាយព្រៃនេះមានសភាពស្ងប់ស្ងាត់មិនសូវមានអ្នកទេសចរមកលេងឡើយព្រោះគេដឹងថានៅចំណុចនេះមានតែប្រាសាទព្រៃមួយតែប៉ុណ្ណោះដោយអ្នកទេសចរមិនដឹងថាមានប្រាសាទមួយទៀតនៅខាងជើងប្រាសាទព្រៃឡើយតាមពេទ្យប្រាសាទបន្ទាយព្រៃនេះមានទំហំធំជាងប្រាសាទព្រៃទៅទៀតដូច្នេះក៏សូមបងប្អូនទស្សនិកជនសូមជួយចែករំលែកនៅវីដេអូនេះឲ្យបានច្រើនបំផុតដើម្បីជាការប្រសពប្រសាយនៃប្រាសាទបុរាណដូនតាខ្មែរយើងឲ្យកូនចៅចំនួនក្រោយបានដឹងនិងបានមកថែរក្សាចូលរួមថែរក្សាប្រាសាទដូនតារបស់គេមរតកជាតិយើងផងសូមពុកម៉ែបងប្អូនទស្សនាមើលមានរូបចម្លាក់ដ៏ស្រស់ស្អាតសម្បូរបែបហើយកន្លែងនេះគឺពួកគាត់កំពុងតែរៀបចំនៅត្រាក់ទ័រដើម្បីឬក៏សន្ទូចតាមពាក្យខ្មែរយើងហៅថាសន្ទូចដើម្បីរៀបចំថ្មដំឡើងនៅថ្មទៅតាមលក្ខណៈនៃបច្ចេកទេសរបស់ស្ថាបត្យកម្មឬក៏ដែលជាក្រសួងអប្សរាបានដាក់តួនាទីឲ្យលោកគ្រូគាត់នឹងរៀបចំនៅប្រាសាទនេះដំឡើងឡើងវិញដោយសារតែខូចខាតវាជាយូរឆ្នាំមកហើយណាមួយរងផលប៉ះពាល់អំពីធម្មជាតិផងអំពីខ្យល់រលកធាតុអាកាសផងកម្ដៅថ្ងៃផងខ្យល់ផងហើយណាមួយជួបនឹងគ្រោះទុរភិក្សគ្រោះធម្មជាតិដូចជាការកើតសង្គ្រាមជាដើមធ្វើឲ្យរងការខូចខាតនៃប្រាសាទបុរាណនេះមើលរូបចម្លាក់ដ៏ល្អឆើតឆាយហើយពួកគាត់ដែលជាវិស្វកម្មនៅកន្លែងនេះគាត់កំពុងតែស្ថាបនាឡើងនិងកែលម្អឲ្យស្អាតជាងមុនទៀតនេះគឺជារូបសម្លាក់អប្សរាឃើញថាស្រស់ស្អាតណាស់គាត់ថាកន្លែងនេះហើយដែលជាស្រីសំណុំរបស់ព្រះមហាក្សត្រសម័យមុនគឺស្អាតដាច់គេគាត់ក៏បានប្រាប់រៀបរាប់ដែលអាត្មាភាពបានសួរទៅលើគាត់ក៏បានបកស្រាយយ៉ាងក្បោះក្បាយអំពីហេតុផលនៃប្រាសាទនេះក៏ប៉ុន្តែអាត្មាភាពគ្រាន់តែយកសម្ដីគាត់មកនិយាយរាយរាប់បន្តិចបន្តួចដោយសារការចងចាំពីគាត់បានតិចផងហើយនេះជាកំពូលនៃដួងកែវដែលនៅខាងលើនេះគឺជាថែវបណ្ដោយពី4ជ្រុងដែលមានខូទឹកព័ទ្ធជុំវិញផងដែរហើយនេះគឺជាខាងក្នុងនៃប្រាសាទពូពេញទៅដោយចម្លាក់ហើយក៏មានផ្ទៃស្រស់ស្អាតមានកំពុំឈូល្អស្អាតថ្មនេះគឺជាថ្មបែបក្រហមពណ៌មាសគេហៅថាថ្មបែបផ្កាឈូកនេះគឺខាងក្នុងគឺពោពេញទៅដោយកណ្ដេរពូននេះខាងក្នុងកំពែងមានតែ3ជួរហើយមានទៀងថ្មរដិបរដុបដោយសារខូចខាតដោយសារជួនណាមឹកដែលយើងមិនបានស្គាល់ពួកគេក៏បានមកបំផ្លាញយកវត្ថុបុរាណជាច្រើនដើម្បីយកទៅជួញដូរនៅឯក្រៅប្រទេសក៏ប៉ុន្តែចំណុចនេះគឺពោពេញទៅដោយថែវស្រស់ស្អាតមើលការថ្មធំពួកគាត់សម័យនោះមិនដឹងជាលើកនឹងឧបករណ៍អីទេប្រហែលជាប្រើកម្លាំងមនុស្សពេញទំហឹងហើយគ្រាន់តែការគិតមើលនិងការគយគន់មើលរបស់អាត្មាភាពហើយក៏ឃើញថាពួកគាត់គឺមានបច្ចេកទេសល្អមែនទោះបីដុំថ្មធំប៉ុណ្ណាណីគាត់អាចលើកបន្ទប់លើគ្នាបាននេះគឺជាបច្ចេកទេសរបស់បុរាណឬក៏គេមរតកដូនតារបស់ខ្មែរយើងបានសូមពុកម៉ែបងប្អូនរងចាំស្ដាប់លោកគ្រូបកស្រាយអំពីដួងកែវមณีដែលនៅលើកំពូលប្រាសាទអានេះក្រោយស្មានរបស់ទេតែនៅក្នុងបង្ហាញពីដួងកែវរបស់ប្រាសាទខ្មែរយើងគឺមានពីនៅបាតនៃគម្រោងបង្ហាញយន្តសេវលិង្គឬក៏រូបបរិមាទី2នៅលើកំពូលអញ្ចឹងហើយគេថាដួងកែវគឺនៅលើហ្នឹងអញ្ចឹងហើយបានជាសម័យគេតែមកបំផ្លាញធ្វើម៉េចឲ្យយើងកាលណាយើងអស់អាដួងកែវហ្នឹងទៅមានន័យថាដួងកែវចុះខ្សោយនៅសត្វត្មុងបាទនៅត្មុងណានេះនៅត្មុងនេះគឺយន់នេះនៅខាងលើណាខ្ញុំរកឃើញនៅឆ្នាំ2024ណាយើងរត់គុំវិញដល់ពីឆ្នាំ2021សាទទាស្រី